Bà chânនៅក្នុងវីដេអូនេះបាទយើងមកសិក្សាអំពីបាទប្រមាណវិធីគណនាបាទនៅក្នុងកម្មវិធី Microsoft Excel បាទអញ្ចឹងដែលអង់គ្លេសគេហៅថា Arithmetic Operator បាទអញ្ចឹងជាសញ្ញាដែលយើងប្រើសម្រាប់គណនានៅក្នុង Excel បាទអញ្ចឹងយើងចាប់ផ្ដើមសញ្ញារបស់យើងដែលត្រូវសិក្សានៅថ្ងៃនេះគឺមាន6បាទទី1គឺសញ្ញាបូកបាទ addition បាទទី2គឺសញ្ញាដកបាទ subtraction បាទសញ្ញាគុណគឺ multiplication បាទសញ្ញាចែកបាទ divide បាទសញ្ញាស្វ័យគុណគឺ power បាទហើយមួយទៀតចុងក្រោយគេគឺភាគរយណាអញ្ចឹងយើងរកភាគរយអូខេតោះអញ្ចឹងឧទាហរណ៍របស់យើងគឺ5បូក3បាទរីសាលគឺស្មើ8អញ្ចឹងខ្ញុំបូកតម្លៃ a និង b បាទអញ្ចឹងនៅក្នុង Excel ពេលដែលយើងចង់គណនាគឺយើងត្រូវមានសញ្ញាស្មើបាទស្មើយើងទៅសេ5បូក3តែម្ដងក៏បានដែរណាបាទអញ្ចឹង5បូក3បាទគឺ8អញ្ចឹងបើសិនជាយើងចង់យកតម្លៃពីក្នុង cell នេះបាទបូកចូលគ្នាគឺយើងគ្រាន់តែសរសេរសញ្ញាស្មើបាទលេខ5នេះបាទនៅយើងចុចនៅលើ cell មួយនេះហើយបូកបាទជាមួយនឹង3បាទ enter មកបាទអញ្ចឹង result របស់យើងគឺបាន8បាទអញ្ចឹងយើងមកអនុវត្តសញ្ញាដកបាទស្មើ2 5ណា5ដក3បាទលទ្ធផលគឺ2អញ្ចឹងចូលមកដល់សញ្ញាគុណគឺសញ្ញាផ្កាយណាអញ្ចឹងស្មើ5បាទគុណជាមួយនឹង3បាទយើង enter មកគឺ5 3ដង15បាទហើយសញ្ញាចែកគឺ slash នេះណា slash អញ្ចឹងស្មើ6បាទចែកជាមួយនឹង3បាទ enter មកជាលទ្ធផលគឺយើងបាន2ណាហើយស្វ័យគុណអញ្ចឹងស្វ័យគុណស្មើបាទ2បាទស្វ័យគុណចុច10លេខ6មកហើយជាមួយនឹង3ស្វ័យគុណ3អញ្ចឹងមានន័យថា2គុណនឹង2 3ដងណាអូខេ8អញ្ចឹងយកឧទាហរណ៍ស្មើ2គុណនឹង2គុណនឹង2បាទអញ្ចឹងលទ្ធផលគឺបាន8ណាតោះឥឡូវអញ្ចឹងភាគរយបាទស្មើ50%បាទ50ហើយយើងដាក់ភាគរយតែម្ដងទៅបាទអញ្ចឹងលទ្ធផលគឺ 0.5 50% គឺ 0.5 ឥឡូវខ្ញុំដាក់ 80% បាទ 0.8 បាទខាងលើនេះដូចគ្នាដែរណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដាក់3ស្វ័យគុណ3បាទ27បាទអញ្ចឹង3គុណនឹង3ហើយគុណនឹង3បាទគឺ3ដងណាស្មើ3គុណនឹង3អញ្ចឹង3គុណនឹង3បាន9ហើយយក9ហ្នឹងគុណជាមួយនឹង3ទៀតណា27បាទគឺត្រឹមត្រូវតោះអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមចប់ប៉ុណ្ណឹងបាទអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទ